16ការរៀបចំសញ្ញាការងារ Organize Sheet ចុចនៅកន្លែងនេះដើម្បីបង្កើតសញ្ញាការងារថ្មី Insert Worksheet ឬចុច Shift F11 នៅលើ keyboard ក៏បានឬចុចម៉ៅខាងស្ដាំលើ sheet ណាមួយរួចរើសយកពាក្យ Insert ចុចនៅលើ Worksheet បន្ទាប់មកចុច OK ដើម្បីបដូរឈ្មោះរបស់ sheet គឺយើងត្រូវចុចម៉ៅខាងស្ដាំលើ sheet នោះរួចយកពាក្យថា Rename ឬចុចម៉ៅខាងឆ្វេងពីរដងលើ sheet ហើយវាយបដូរឈ្មោះបន្ទាប់មកចុច Enter បើយើងចង់លុប sheet ណាមួយចោលគឺយើងត្រូវចុចម៉ៅខាងស្ដាំលើ sheet នោះរួចយកពាក្យថា Delete បើយើងចង់បដូរពណ៌ sheet ណាមួយគឺយើងត្រូវចុចម៉ៅខាងស្ដាំលើ sheet នោះរួចយកពាក្យ Type Color ហើយរើសពណ៌ដែលចង់បានក្បាលព្រួយនេះគឺសម្រាប់បង្ហាញឲ្យឃើញ sheet ដើមគេបង្អស់កន្លែងនេះសម្រាប់បញ្ចេញ sheet ម្ដងមួយពីស្ដាំមកឆ្វេងហើយកន្លែងនេះសម្រាប់បញ្ចេញ sheet ម្ដងមួយពីឆ្វេងមកស្ដាំហើយក្បាលព្រួយនេះសម្រាប់បញ្ចេញឲ្យឃើញ sheet ចុងក្រោយគេបង្អស់